មាន Reuters ដែលបានចុះនៅថ្ងៃទី3 ខែ 6 ឆ្នាំ 2026 នេះគឺជាការអះអាងថាទាហានកម្ពុជាបានចូលលុកលុយលើទឹកដីថៃនិងបង្កហេតុគឺជាទស្សនៈនឹងការចោទប្រកាន់របស់ភាគីថៃចំមកកថាខណ្ឌនេះអេមែនទេខណៈដែលភាគីកម្ពុជាមានការចោទប្រកាន់ផ្ទុយគ្នាវិញថាកងកម្លាំងថៃបានរំលោភលើទឹកដីកម្ពុជាដូច្នេះស្ថានភាពឬក៏ស្ថានភាពនៅតាមព្រំដែននៅតែជាបញ្ហារសើបដែលត្រូវបានចរចានឹងយន្តការទូតដើម្បីជំនះការប៉ះទង្គិចគ្នាថ្មីរវាងប្រទេសជិតខាងទាំងពីរអ្នកវិភាគមើលឃើញថាបញ្ហាសំខាន់បំផុតនៅក្នុងតំបន់មួយចំនួនតាមព្រំដែនដែលមិនទាន់មានការឬក៏មិនទាន់មានបន្ទាត់ព្រំដែនច្បាស់លាស់ដែលធ្វើឲ្យភាគីទាំងពីរអះអាងថាខ្លួនកំពុងតែឈរលើទឹកដីរបស់ខ្លួនដូច្នេះឧបទ្ទហេតុតូចៗអាចបង្កឲ្យមានភាពតានតឹងយ៉ាងឆាប់រហ័សចំនួនរវាងកម្ពុជានិងប្រទេសថៃមិនមែនជារឿងថ្មីទេកាលពីឆ្នាំ 2025 មានការប៉ះទង្គិចយោធាធ្ងន់ធ្ងរទៅតាមបណ្ដោយព្រំដែនបណ្ដាលឲ្យមានអ្នកស្លាប់និងអ្នកជំនះប្រជាពលរដ្ឋរៀងៗខ្លួនចាញ់ជាច្រើនក្រោយមកភាគីទាំងពីរបានយល់ព្រមពីលើបទឈប់បាញ់ប៉ុន្តែការចោទប្រកាន់គ្នាទៅវិញទៅមកនៅតែបន្តទោះបីជាយ៉ាងណាភាគីកម្ពុជាបានអះអាងថាបន្ទាប់ពីកងកម្លាំងរបស់ខ្លួនកំពុងតែការពារទឹកដីនិងបានចោទប្រកាន់ថៃវិញថានៅតែមានវត្តមានកងទ័ពនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាដីរបស់ខ្លួននាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតធ្លាប់បាននិយាយថាកម្លាំងថៃនៅតែស្ថិតនៅក្នុងតំបន់ចំនួនមួយចំនួនបន្ទាប់ពីបទឈប់បាញ់កាលពីឆ្នាំ 2025មុននេះផងដែរយោធាថៃបានចោទប្រកាន់កម្ពុជាការបាញ់ប្រហារតូចៗឬក៏សកម្មភាពរបស់ខ្លួនការហៅបង្កហេតុនៅតាមបណ្ដោយព្រំដែនក្នុងនោះរួមមានការចូលមកជិតខ្សែព្រំដែននិងការថតវីដេអូប្រឈមមុខដាក់គ្នារវាងទាហាននៃប្រទេសទាំងពីរ